លោកឧត្តមសេនីយ៍ទូហេងវិធីអញ្ជើញចុះប្រគល់ផ្ទះចំនួន1ខ្នងជូនអតីតយុទ្ធជនមួយគ្រួសារដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោនិងសម្ដេចកតេព្រឹទ្ធបណ្ឌិតព្រមទាំងបន្តចុះសួរសុខទុក្ខអតីតយុទ្ធជនដែលកំពុងមានជំងឺប្រចាំចំនួន6គ្រួសារនៅព្រឹកថ្ងៃប្រហ័សទី12ខែមិថុនាឆ្នាំ2025នេះលោកឧត្តមសេនីយ៍ទូហេងវិធីប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ចាមបានអញ្ជើញចុះធ្វើពិធីប្រគល់ផ្ទះចំនួន1ខ្នងជូនអតីតយុទ្ធជនចំនួន1គ្រួសារដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជានិងបន្តចុះសាកសួរសុខទុក្ខព្រមទាំងដឹកនាំក្រុមគ្រូពេទ្យរបស់ការិយាល័យសុខាភិបាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមចុះត្រួតពិនិត្យនិងតាមដានសុខភាពជូនអតីតយុទ្ធជនដែលមានជំងឺប្រចាំកាយចំនួន6គ្រួសារនៅក្នុងស្រុកកោះស្ទឹងចំនួន1គ្រួសារនិងស្រុកស្រីសន្ធរចំនួន5គ្រួសារក្នុងឱកាសនោះដែរលោកឧត្តមសេនីយ៍ទូហេងវិធីក៏បាននាំប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខនិងបានឧបត្ថម្ភនៅថវិកានិងគ្រឿងឧបភោគបរិភោគមួយចំនួនរបស់សម្ដេចតេជោប្រធានសមាគមអតីតយុទ្ធជនកម្ពុជានិងសម្ដេចកតេព្រឹទ្ធបណ្ឌិតឧបត្ថម្ភដល់អតីតយុទ្ធជនទាំង6គ្រួសារដើម្បីជួយសម្រួលដល់ការលំបាករបស់បងប្អូនដោយសរុបជាថវិកាចំណាយអស់ចំនួន1,800,000 រៀលជាមួយគ្នានេះលោកប្រធានសមាគមអតីតយុទ្ធជនខេត្តកំពង់ចាមក៏បានផ្ដាំផ្ញើដល់កម្លាំងអាជ្ញាធរមូលដ្ឋានត្រូវបន្តជំរុញការចុះសាកសួរសុខទុក្ខនិងពិនិត្យលើជីវភាពរស់នៅរបស់អតីតយុទ្ធជនដើម្បីបន្តការជួយដោះស្រាយគ្រប់បញ្ហាលំបាករបស់បងប្អូនអតីតយុទ្ធជនឲ្យបានល្អប្រសើរការចុះសួរសុខទុក្ខនេះក៏មានការអញ្ជើញចូលរួមពីលោកប្រធានលេខាធិការដ្ឋានលោកប្រធានកិត្តិយសសមាគមស្រុកក្រុមការងារលេខាធិការដ្ឋានលោកប្រធានអនុប្រធានសមាគមស្រុកលោកប្រធានកិត្តិយសនិងលោកប្រធានសាខាសមាគមឃុំព្រមទាំងសមាជិកសមាជិកាពាក់ព័ន្ធមួយចំនួនទៀតផងដែរ